វាហូបបាយនេះចាំតិចនៅវាម្ចាស់ទាបាទចាពូមីងខ្ញុំមកនេះខ្ញុំចង់ប្រាប់ថាខ្ញុំបានទិញដីពូមីងហើយអត់ទេក្មួយខ្ញុំមិនបានលក់ដីទៅក្មួយទេដោយសារមីងនៅទីនេះយូរហើយមីងពឹងពាក់ទៅលើធនធានធម្មជាតិទាំងស្រុងទេខ្ញុំមិនដឹងទេជារឿងរបស់មីងហើយនឹងពូទាក់ទងអីនឹងខ្ញុំអាទិត្យក្រោយខ្ញុំឲ្យគេមកឈូសដីហើយទីមេវាខ្ញុំមកសុកចិត្តទេតោះយើងទៅជប់មេភូមិដើម្បីធ្វើការដាក់ពាក្យមិនដឹងហ្នឹងហើយតោះយើងសម្រាប់សួរលោកមេភូមិអូពូនមុខប៊ីតកៅអីដែរចាលោកមេភូមិខ្ញុំមកពេលនេះចង់ឲ្យលោកមេភូមិជួយដោះស្រាយបញ្ហាអូប៊ីតពេញហើយក្មួយបាទលោកមេភូមិខ្ញុំមានបញ្ហាវិវាទដីធ្លីគេយកដីខ្ញុំអូអញ្ចឹងពូនអញ្ចឹងអង្គុយសិនទៅបាទអរគុណលោកមេភូមិចាអរគុណលោកមេភូមិឲ្យមិនបានគេយកដីក្មួយតើក្មួយអាចប្រាប់ដំណើរដើមតូងនឹងបានអត់បាទលោកមេភូមិពួកខ្ញុំអត់ទាន់ដឹងទេតែមិញគេមកប្រាប់ពួកខ្ញុំថាខែក្រោយគេនឹងឈប់ដីពួកខ្ញុំហើយពួកខ្ញុំមិនបានលក់ដីឲ្យទៅគាត់ទេតែគាត់ថាគាត់បានទិញដីនោះហើយមួយទៀតដីនោះគឺជាដីសមរភាពទៀតបើបងប្អូនអត់បានលក់ដីទៅគាត់ផងអញ្ចឹងតើអ្នកណាគេនឹងលក់ដីឲ្យគាត់ចុះតើគាត់នឹងឈ្មោះអីដែរតាមខ្ញុំលើតាមអ្នកភូមិនិយាយថាគាត់ឈ្មោះលីដាំអូលីដាំដូចជាធ្លាប់ស្គាល់ដែរខ្ញុំមានលេខគាត់ដែរចាំមើលខ្ញុំតាក់ទងទៅគាត់សួរនាំគាត់មើលអូលោកមេភូមិតាលោកក្មួយលីដាំជំរាបសួរលោកមេភូមិក្មួយមកទស្សនការភូមិបន្តិចចាពូមានកិច្ចការចង់ពិភាក្សាជាមួយបងបន្តិចដែរហ្នឹងហើយបងមើលលឿនបន្តិចមក20នាទីក្រោយមកក្មួយលីដាំឬក្មួយខាងនេះគាត់ថាខែក្រោយនេះក្មួយនឹងមកឈូសដីពួកគាត់តើក្មួយបានទិញដីរបស់ពួកគាត់មែនឬក៏យ៉ាងណាចាខ្ញុំបានទិញដីក្បែរផ្ទះពួកគាត់ពិតមែនតែពួកគាត់ខាងនេះពួកគាត់ថាអត់បានលក់ដីឲ្យក្មួយឯងទេខ្ញុំមិនបានទិញដីពីពួកគាត់ទេខ្ញុំបានទិញពីអ្នកជិតខាងរបស់គាត់តែមិនពេញហាត់តែខ្ញុំសម្រេចចិត្តថាស៊ូដីចំការពួកគាត់ដើម្បីមិនពេញហាត់ក្មួយនឹងទេដីនឹងជាដីសមរភាពមិនអាចទិញលក់បានទេហើយបើក្មួយឈូសឆាយវិញក៏ប៉ះពាល់ដល់ដំណាំរបស់ពួកគាត់ហើយក៏ប៉ះពាល់ដល់ធនធានធម្មជាតិបើក្មួយមករំលោភបំពានដីធ្លីរបស់ពួកគាត់អាចប៉ះពាល់ដល់ជីវភាពនៃការរស់នៅរបស់ពួកគាត់ក៏ដូចជាអនាគតកូនចៅរបស់ពួកគាត់ដែរនឹងហើយលោកមេភូមិខ្ញុំមិនដឹងថាសហគមន៍របស់ពួកគាត់ពឹងផ្អែកទៅលើធនធានធម្មជាតិហើយក៏មិនដឹងពីផលប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់អរគុណសំទោសផងពូមេដែលធ្វើឲ្យមានក្តីកង្វល់និងព្រួយបារម្ភទៅលើការរស់នៅរបស់ពូមេមុននេះបន្តិចអ្នកម្ចាស់ដីគេបានខលមកខ្ញុំហើយគេថាមានដីមួយកន្លែងសម្រាប់ខ្ញុំដើម្បីបំពេញហាត់នឹងឲ្យក្មួយថ្ងៃមុខថ្ងៃក្រោយមុននឹងទៅទិញដីនរណាម្នាក់ឬសួរនាំម្ចាស់ដីឲ្យច្បាស់ជាមុនសិនចាអរគុណពូមេអូបើអញ្ចឹងមានដីថាក្មួយដោះស្រាយគ្នាត្រូវឬគ្នាអស់ហើយមែនទេចាបើអញ្ចឹងសូមផ្ទះដៃមួយ